ការវាយបំបាក់ទ័ពលោកហ៊ុនសែន38កន្លែងគឺបង្ហាញឲ្យឃើញថាថៃមានការយល់ដឹងអំពីដំណើរទ័ពរបស់លោកហ៊ុនសែនបានច្បាស់លាស់ជាងលោកហ៊ុនសែនមើលឃើញទ័ពថៃរីឯការចាប់ចារៈបរោះដែលចោទថាថៃអីហ្នឹងរហូតដល់ចង់ប្រើអំពើហិង្សាកាប់សម្លាប់គ្នាគឺកំពុងតែធ្លាក់ក្នុងរណ្ដៅនៃសេចក្តីល្ងងខ្លៅរបស់ខ្លួនឯងហ្នឹងគឺអញ្ចឹងនៅក្នុងនេតិនេះខ្ញុំលើកអំពីផ្កាយរណបដែលថៃទៅនឹងបង្ហោះមកជជែកវែកញែកឲ្យស្ដាប់ណាបងប្អូនបាទថៃទៅតែនឹងបង្ហោះផ្កាយរណបមួយគ្រឿងទៀតហៅថា CRS-2A តើ CRS-2A ជាផ្កាយរណបយ៉ាងម៉េច CRS-2A គឺជាផ្កាយរណបដែលមានកញ្ចក់ភ្នែកច្បាស់ជាខ្លាំងដែលអាចមើលឃើញរូបភាពនៃដែនទឹកនិងដែនដីពីលើអាកាសមកច្បាស់រហូតទៅដល់ផ្លូវលំនិមួយអាគារស្រែចម្ការច្បារដំណាំសន្តានទឹកដីអូគឺអាចប្រឡាយអីអាចមើលឃើញហើយមើលឃើញច្បាស់ចាស់លើឆ្នេរសមុទ្រនិងហេដ្ឋារចនាសម្ព័ន្ធផ្កាយរណបប្រភេទTheos 2A នេះគឺអាចយកមកពង្រឹងពង្រីកនិងបច្ចុប្បន្នភាពបានលឿនជាទីបំផុតលើផែនទីណាបានលឿនលើផែនទីលើការអាប់ដេតផែនទីលើការរៀបចំផែនការនិងការវាស់ចម្ងាយអីជាដើមគឺសុទ្ធតែជាប្រយោជន៍ទាំងស៊ីវិលទាំងយោធា The CRS-2 នេះគឺមិនត្រឹមតែមានកែវកញ្ចក់កែវភ្នែកវាណាកញ្ចក់កែវភ្នែកវាច្បាស់ទេវាអាចឲ្យមើលឃើញដ៏អស្ចារ្យច្រើនយ៉ាងហើយវាជួយផ្ដល់នៅព័ត៌មានលឿនជាទីបំផុតឲ្យស្ថានីយ៍ផ្កាយរណបរបស់ថៃប្រើប្រាស់បានក្នុងកិច្ចការដ៏ច្រើនការស្ទង់ដឹងទឹកភ្លៀងទឹកលិចដីបាក់ព្រៃឈើស្លាប់ឬក៏ត្រូវភ្លើងឆេះអាកាសធាតុព្យុះតូចព្យុះធំគឺវាអាចមើលឃើញហើយវាអាចផ្ដល់នៅចំណុចជាច្រើនដែលអាចដាក់ឲ្យប្រទេសថៃមានព័ត៌មានគ្រប់គ្រាន់ក្នុងការគ្រប់គ្រងទាំងខាងកសិកម្មទាំងខាងចំណីអាហារទាំងខាងកសាងទាំងខាងផែនការនិងទាំងខាងកងទ័ពមិនត្រឹមតែប៉ុណ្្នឹងទេផ្កាយរណបដែលបង្ហោះនេះគេមានមុនហើយណាមិនមែនទៅមានទេគេមានទី1ទី2ហើយណាអានេះជាទី2គឺអាចនឹងដឹងបានអំពីធនធានទឹកអំពីទំនប់បលាយដងអូនិងយល់ដឹងអំពីការប្រែប្រួលនៃអាកាសធាតុក៏ដូចជាការរៀបចំនគរូបនីយកម្មដែលជួយច្រើនរួមទាំងការគូរផែនទីតូចធំផងដែរ
អាចនឹងយល់ដឹងពីការដោះដីនិងការដាច់ដីតាមឆ្នេរជួយគ្រប់គ្រងនិងការពារអ្នកនេសាទក្នុងសមុទ្រហើយនឹងជួយឲ្យយល់ដឹងអំពីភាពជាក់ស្ដែងចំណេញខាតនៃដែនសមុទ្រនៅក្នុងសន្តិសុខជាតិក៏ផ្កាយរណបនេះមានប្រយោជន៍ខ្លាំងណាស់ដែលផ្កាយរណបនេះថៃបានបង្ហោះ2គ្រឿងហើយគឺ The CRS 1និង CRS 2ហើយឥឡូវនេះបង្ហោះមួយគ្រឿងទៀតត្រូវជា3គ្រឿងដែលគ្រប់គ្រងថែទាំដោយអង្គការGSTDA សមដែលទទួលខុសត្រូវខាងកិច្ចការនោះការបង្ហោះឡើងនេះក៏ប្រើប្រាស់ស្ថានីយ៍បង្ហោះទំនាក់ទំនងជាមួយនឹងបរទេសដ៏មាំមួនផ្កាយរណប The CRS-2A គឺជាលក្ខណៈសំខាន់ដែលជួយទាំងរដ្ឋាភិបាលស៊ីវិលនិងកងទ័ពថៃត្រង់នេះគឺសំខាន់ណាស់បាទសំខាន់ណាស់ដែលថៃបង្ហោះភ្លាមនៅក្នុងសប្តាហ៍នេះចុះមិនបានគេបង្ហោះភ្លាមក្នុងសប្តាហ៍នេះពីព្រោះគេធ្វើសង្គ្រាមបាទគេធ្វើសង្គ្រាមអញ្ចឹងថៃមានផ្កាយរណបដែលកំពុងតែហោះនៅលើអវកាសមានផ្កាយរណបទាំងអស់10ផ្កាយរណបគឺមាន3ផ្កាយរណបប្រភេទ The CRS ហើយមានផ្កាយរណប7គ្រឿងទៀតគឺជាផ្កាយរណបប្រភេទដែលគេហៅថា IPS ឬក៏ហៅថា IP Star ដែលជាប្រភេទផ្កាយរណបថៃកំលេខ4លេខ5លេខ6លេខ7លេខ8 9A និង 9B សម្រាប់ប្រើ